រឿងអ្នកនេសាទនិងបិសាចទឹកក្នុងរឿងនេះមានតួអង្គដូចជាតាវិចិត្រគឺជាអ្នកនេសាទដ៏មានភាពឆ្លាតវៃនិងដោះស្រាយបញ្ហាជាមួយនឹងបិសាចទឹកយាយមនីគឺជាប្រពន្ធរបស់តាវិចិត្រដែលតែងតែបារម្ភពីសុវត្ថិភាពគ្រួសារអាចារ្យជាកូនប្រុសរបស់តាវិចិត្រនិងជាអ្នកជួយឪពុករបស់គេតាបុរាណគឺជាអ្នកភូមិចាស់ដែលបានផ្ដល់ដំបូន្មាននៅក្នុងភូមិតូចមួយឈ្មោះភូមិអូត្រីដែលស្ថិតនៅមាត់ទន្លេដ៏ធំល្វឹងល្វើយមានអ្នកនេសាទម្នាក់ឈ្មោះតាវិចិត្រអាយុ45ឆ្នាំគាត់ជាបុរសឆ្លាតវៃនិងមានចិត្តស្ងប់ស្ងាត់តែងតែប្រើគំនិតដើម្បីដោះស្រាយបញ្ហាជាជាងការប្រើកម្លាំងគាត់រស់នៅក្នុងខ្ទមតូចមួយជាមួយប្រពន្ធឈ្មោះយាយមនីអាយុ43ឆ្នាំកូនប្រុសរបស់គាត់ឈ្មោះអាច័ន្ទអាយុ17ឆ្នាំដែលជាយុវជនរហ័សរហួននិងចូលចិត្តជួយឪពុកនេសាទតាវិចិត្រគឺជាអ្នកនេសាទដ៏ល្បីតែងតែចេញទូកទៅរៀងរាល់ព្រឹកហើយត្រឡប់មកវិញនៅពេលល្ងាចជាមួយនឹងត្រីយ៉ាងច្រើនដែលសម្រាប់ឲ្យគ្រួសារគាត់យកទៅលក់នៅឯផ្សារឬចម្អិនជាម្ហូបឆ្ងាញ់ៗអ្នកភូមិសរសើរគាត់ថាគាត់គឺជាមនុស្សមានជំនាញនិងចេះធ្វើទូកដ៏រឹងមាំធ្វើពីឈើធ្នង់តែនៅរដូវប្រាំងឆ្នាំនេះអ្វីៗបានផ្លាស់ប្ដូរទឹកទន្លេសាបចាប់ផ្ដើមរាក់ហើយត្រីកាន់តែតិចទៅអ្នកនេសាទជាច្រើនតែងត្រឡប់មកវិញជាមួយនឹងដៃទទេហើយទូករបស់ពួកគេតែងតែញ័រចម្លែកនៅពេលយប់ដូចជាមានអ្វីរុញនៅពីក្រោមទឹកអ្នកភូមិចាស់និយាយថានេះគឺជាស្នាដៃរបស់បិសាចទឹកដែលជាវិញ្ញាណអាក្រក់រស់នៅក្នុងទន្លេសាបគេថាបិសាចនោះមានរាងដូចមនុស្សប៉ុន្តែមានសក់ជាសារាយទឹកនិងមានភ្នែកក្រហមភ្លឺថ្ងៃមួយអាចារ្យបានត្រឡប់មកពីនេសាទជាមួយឪពុកហើយនិយាយថាខ្ញុំចាប់ត្រីបានតែ2ក្បាលតូចៗទេនៅថ្ងៃនេះទឹករាក់ណាស់ហើយខ្ញុំឃើញស្រមោលខ្មៅមួយនៅក្នុងទឹកថែមទៀតផងតាវិចិត្រគិតមួយសន្ទុះរួចនិយាយថាបើមានអ្វីចម្លែកនៅក្នុងទឹកចាំពុកទៅស៊ើបមើលយើងមិនអាចរស់បានទេបើគ្មានត្រីទាំងនោះថ្ងៃបន្ទាប់តាវិចិត្រនិងអាចារ្យបានចេញទូកទៅនេសាទនៅកណ្ដាលទន្លេដែលជាកន្លែងទឹកជ្រៅបំផុតពួកគេបានបោះសំណាញ់ហើយរងចាំដោយភាពស្ងប់ស្ងាត់ស្រាប់តែទឹកនៅជុំវិញប្រែជាខ្មៅហើយមានខ្យល់បក់មកយ៉ាងត្រជាក់ទូករបស់គេចាប់ផ្ដើមញ័រខ្លាំងស្រាប់តែមានដៃស្លេកមួយលូកចេញពីក្នុងទឹកចាប់ជើងទូកទាញចុះក្រោមអាចារ្យស្រែកថាមានអីចាប់ទូកយើងហើយតាវិចិត្រមើលឃើញស្រមោលធំមួយនៅក្នុងទឹកក៏ស្រែកថាលូកចេញទៅពួកគេទាំងពីរនាក់បានលោតចេញពីទូកហើយហែលទៅគោកទាន់ពេលប៉ុន្តែទូករបស់គេបានលិចបាត់នៅក្នុងទឹកពួកគេបានត្រឡប់ទៅផ្ទះដោយខ្លួនទទេហើយប្រាប់យាយមនីអំពីអ្វីដែលបានកើតឡើងយាយមនីភ័យខ្លាំងណាស់គាត់និយាយថានេះជាបិសាចទឹកហើយយើងត្រូវថ្វាយអាហារឬក្របីមួយក្បាលឲ្យវាទើបវាឈប់រំខានយើងតាវិចិត្រមិនចង់ធ្វើតាមទេគាត់គិតថាការថ្វាយរបស់គ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះហើយបិសាចនឹងត្រឡប់មករំខានវិញម្ដងទៀតគាត់និយាយថាខ្ញុំនឹងទៅជួបបិសាចនោះដោយខ្លួនឯងហើយបញ្ចប់បញ្ហានេះជារៀងរហូតនៅថ្ងៃនោះពួកគេបានជួបជាមួយនឹងបុរសចំណាំម្នាក់ឈ្មោះតាបុរាណដែលជាអ្នកភូមិចាស់និងធ្លាប់ជាអ្នកនេសាទដ៏ល្បីកាលពី30ឆ្នាំមុនគាត់ព្រមានថាបិសាចទឹកនេះមិនមែនជាសត្វធម្មតាទេវាចូលចិត្តលេងល្បែងនឹងការសាកល្បងភាពឆ្លាតវៃរបស់មនុស្សបើឯងចង់ឈ្នះត្រូវប្រើគំនិតមិនមែនប្រើកម្លាំងបាយនោះទេតាវិចិត្របានសម្រេចចិត្តត្រឡប់ទៅទន្លេម្ដងទៀតនៅពេលកណ្ដាលអធ្រាត្រដែលជាពេលដែលបិសាចទឹកមានថាមពលខ្លាំងបំផុតគាត់បានរៀបចំទូកថ្មីមួយដែលធ្វើពីឈើស្រាលនិងមានភាពរឹងមាំហើយគាត់បានយកឧបករណ៍មួយចំនួនទៀតទៅជាមួយគាត់បានជ្រើសរើសខ្សែគោវែងមួយកញ្ចក់តូចមួយថង់អំបិលនិងសំណាញ់ដែលធ្វើពីសរសៃដូងអាចារ្យសុំទៅជាមួយដែរដោយនិយាយថាខ្ញុំចង់ជួយខ្ញុំអាចជួយចែវទូកហើយខ្ញុំអាចរត់បានលឿនបើសិនជាមានគ្រោះថ្នាក់តាវិចិត្រយល់ស្របហើយក៏បានប្រាប់កូនថាបើមានអ្វីកើតឡើងឯងត្រូវស្ដាប់ពុកកុំប្រញាប់ធ្វើអ្វីដោយខ្លួនឯងយាយមនីបានរៀបចំចំណីអាហារសម្រាប់ធ្វើដំណើរដោយខ្ចប់ចំណីនិងត្រីស្ងួតឲ្យពួកគេយាយមនីនិយាយថាខ្ញុំនឹងអុជធូបអធិដ្ឋានឲ្យអ្នកទាំងពីរមានសុវត្ថិភាពមុនពេលចេញដំណើរតាវិចិត្របានជួបលោកតាបុរាណដើម្បីសុំដំបូន្មានបន្ថែមតាបុរាណបានឲ្យគាត់នៅក្រវិលថ្មតូចមួយដែលឆ្លាក់អក្សរបុរាណហើយគាត់និយាយថានេះគឺជាវត្ថុបុរាណដ៏ចាស់មួយដែលធ្លាប់ប្រើដើម្បីបណ្ដេញបិសាចទឹករបស់នេះប្រហែលជាអាចជួយឯងបាននៅកណ្ដាលអធ្រាត្រតាវិចិត្រនិងអាចារ្យបានចែវទូកទៅកណ្ដាលទន្លេព្រះច័ន្ទរះពេញបូរមីបំភ្លឺផ្ទៃទឹកឲ្យភ្លឺចែងចាំងពួកគេបានឈប់ចែវហើយតាវិចិត្រស្រែកថា
បិសាចទឹកបើឯងមានអ្វីនឹងអញចេញមកប្រឈមមុខទឹកបានរំពុះឡើងហើយមានរលកតូចៗបោកទូកស្រាប់តែមានបិសាចទឹកមួយក្បាលចេញមកវាមានរាងខ្ពស់ស្គមនិងសក់ជាសារាយពណ៌បៃតងភ្នែកក្រហមភ្លឺដូចភ្លើងនិងដៃវែងដែលមានកញ្ចក់មុតវានិយាយដោយសំឡេងតិចៗថាវិចិត្រឯងនិងអ្នកភូមិចាប់ត្រីរបស់អញច្រើនពេកឥឡូវអញនឹងលេបឯងនិងកូនឯងអាចារ្យញ័រខ្លួនប៉ុន្តែតាវិចិត្រនៅស្ងៀមគាត់និយាយថាបើឯងចង់បានត្រីហេតុអ្វីមិនចាប់ខ្លួនឯងអញគឺជាមនុស្សត្រូវរស់ដោយធ្វើការនេសាទបើឯងលេបអញនឹងមានអ្នកផ្សេងមកនេសាទទៀតបិសាចនោះសើចខ្លាំងៗដែលធ្វើឲ្យទឹកញ័ររួចបិសាចនោះនិយាយថាអញនិយាយល្អណាស់អញចូលចិត្តមនុស្សឆ្លាតបិសាចនោះបានលើកដៃហើយទឹកនៅខាងមុខតាវិចិត្របានបង្កើតជារូបភាពចម្លែកវាបានបង្កើតល្បែងផ្គប់មួយដែលមានបំណែកថ្ម3និងបន្ទះឈើ3ដុំអណ្ដែតនៅលើទឹករួចវានិយាយថាអញត្រូវរៀបចំបំណែកទាំងនេះឲ្យក្លាយជាទូកតូចមួយដោយមិនប៉ះទឹកនិងមិនឲ្យបំណែកណាមួយធ្លាក់ឡើយបើឯងធ្វើមិនបានអញនឹងលេបឯងតាវិចិត្រគិតយ៉ាងលឿនគាត់សង្កេតថាបំណែកថ្មមានទម្ងន់ខុសគ្នាហើយបន្ទះឈើមានរន្ធតូចៗគាត់មិនអាចប៉ះទឹកបានទេដូច្នេះគាត់បានយកខ្សែពួរពីទូករបស់គាត់ចងបន្ទះឈើទាំង3ជាមួយគ្នាដោយប្រើរន្ធដើម្បីធ្វើជាមូលដ្ឋានបន្ទាប់មកគាត់បានប្រើសំណាញ់ដែលដាក់នៅលើទូករបស់គាត់ជាបន្ទះសម្រាប់ទ្រហើយបញ្ជាអាចារ្យឲ្យជួយទាញបំណែកថ្មមកដាក់លើបន្ទះឈើដោយរៀបឲ្យវាមានតុល្យភាពទីបំផុតគាត់បានបង្កើតទូកតូចមួយដែលអណ្ដែតនៅលើទឹកដោយមិនប៉ះពាល់ទឹកនិងមិនធ្វើឲ្យបំណែកណាធ្លាក់ឡើយបិសាចនោះញាក់ផ្អើលរួចក៏និយាយថាឯងឆ្លាតមែនប៉ុន្តែនេះគ្រាន់តែជាការសាកល្បងទី1ប៉ុណ្ណោះបិសាចនោះបានប្រវីដៃហើយទឹកនៅខាងមុខបានបើកជាផ្លូវវែងមួយដែលនាំទៅកាន់រូងទឹកជ្រៅនៅក្រោមទន្លេវានិយាយថាអញត្រូវចូលក្នុងរូងនេះហើយយកកញ្ចក់វេទមន្តរបស់អញមកវិញប៉ុន្តែនៅក្នុងរូងនេះមានផ្លូវ3ដែលពោរពេញទៅដោយអន្ទាក់បើឯងជ្រើសរើសផ្លូវខុសឯងនឹងជាប់ជារៀងរហូតតាវិចិត្រនិងអាចារ្យបានចែវទូកចូលក្នុងផ្លូវទឹកនោះហើយក៏ទៅដល់មាត់រូងពួកគេបានចុះពីលើទូកហើយក៏ដើរចូលទៅនៅក្នុងរូងដែលងងឹតនោះនៅខាងក្នុងពួកគេឃើញផ្លូវ3ផ្លូវទី1មានភ្លើងភ្លឺចែងចាំងនិងសំឡេងត្រីហែលទឹកផ្លូវទី2មានទឹកហូរខ្លាំងនិងសំឡេងក្រហមផ្លូវទី3ងងឹតស្ងាត់តែមានសំឡេងទឹកស្រក់អាចារ្យចង់ជ្រើសផ្លូវទី1ព្រោះវាភ្លឺប៉ុន្តែតាវិចិត្រគិតថាបិសាចនេះគឺចូលចិត្តដាក់អន្ទាក់នៅកន្លែងណាដែលទាក់ទាញផ្លូវទី1ភ្លឺពេកប្រហែលជាអាចคล้ายផ្លូវទី2មានទឹកហូរខ្លាំងអាចលង់ស្លាប់ផ្លូវទី3ស្ងាត់ប៉ុន្តែសាមញ្ញប្រហែលជាផ្លូវត្រូវគាត់បានជ្រើសយកផ្លូវទី3ហើយនាំអាចារ្យដើរទៅនៅតាមផ្លូវពួកគេឃើញស្នាមជើងចម្លែកនិងថ្មដែលរំកិលបានតែវិចិត្របានប្រើខ្សែពួរចងជំវិញថ្មហើយបានទាញដើម្បីបើកផ្លូវដោយជៀសវាងអន្ទាក់ដែលបានលាក់ទុកទីបំផុតពួកគេបានទៅដល់បន្ទប់តូចមួយដែលមានកញ្ចក់វេទមន្តភ្លឺចាំងដាក់នៅលើថ្មពួកគេបានយកកញ្ចក់នោះត្រឡប់ទៅឲ្យបិសាចដែលរង់ចាំនៅកណ្ដាលទន្លេវានិយាយថាអញឆ្លងកាត់ការសាកល្បង2ហើយប៉ុន្តែមានការសាកល្បងចុងក្រោយមួយទៀតបើឯងឆ្លើយខុសអញនឹងលេបឯងបិសាចនោះសួរថាអញគឺជាអ្វីបើឯងជាអញជាបិសាចឯងនឹងស្លាប់ព្រោះអញមិនមែនជាបិសាចធម្មតាតាវិចិត្រគិតយ៉ាងយូរហើយនឹកឃើញក្រវិលថ្មដែលលោកតាបុរាណបានឲ្យគាត់សង្កេតឃើញថាបិសាចនោះមិនបានបង្កគ្រោះថ្នាក់ភ្លាមៗដល់គាត់នោះទេប៉ុន្តែចូលចិត្តសាកល្បងគាត់ឆ្លើយថាឯងមិនមែនជាបិសាចទេឯងគឺជាវិញ្ញាណអ្នកថែទន្លេដែលត្រូវបណ្ដាសាឲ្យជាប់នៅទីនេះបិសាចនោះសើចហើយក៏និយាយថាឯងឆ្លាតមែនអញពិតជាវិញ្ញាណអ្នកថែទន្លេនេះមែនដែលស្លាប់កាលពីសម័យបុរាណហើយត្រូវបានបណ្ដាសាឲ្យការពារទន្លេនេះអញខឹងព្រោះអ្នកភូមិចាប់ត្រីច្រើនពេកដោយមិនចេះថែរក្សាទន្លេតាវិចិត្រនិយាយថាបើឯងជាអ្នកថែទន្លេយើងនឹងជួយឯងយើងសន្យាថាអ្នកភូមិនឹងនេសាទតែល្មមហើយថែរក្សាទន្លេនេះឲ្យស្អាតបិសាចនោះក៏ពេញចិត្តនឹងចម្លើយរបស់តាវិចិត្ររួចវានិយាយថាបើឯងរក្សាសន្យាអញនឹងឲ្យត្រីត្រឡប់មកវិញហើយលែងរំខានភូមិទៀតវាបានឲ្យកញ្ចក់វេទមន្តមួយទៅតាវិចិត្ររួចក៏ប្រាប់ទៀតថាបើអ្នកភូមិភ្លេចសន្យាចូលប្រើកញ្ចក់នេះហើយយើងមកវិញបន្ទាប់មកតាវិចិត្រនិងអាចារ្យបានត្រឡប់ទៅភូមិវិញនៅពេលព្រឹកព្រលឹមពួកគេបានប្រាប់យាយមនីនិងអ្នកភូមិអំពីអ្វីដែលបានកើតឡើងចាប់ពីពេលនោះមកត្រីនៅទន្លេសាបចាប់ផ្ដើមកើនឡើងវិញហើយអ្នកភូមិក៏បានចាប់ផ្ដើមថែទន្លេនេះឲ្យស្អាត
ដោយសម្អាតសម្រាមនិងថ្វាយផ្លែឈើឲ្យវិញ្ញាណដែលថែរក្សាទន្លេនោះជារៀងរាល់ឆ្នាំប៉ុន្មានឆ្នាំក្រោយមកអាចារ្យបានក្លាយជាអ្នកនេសាទដ៏ល្បីនិងបានប្រាប់កូនចៅអំពីការសន្យារបស់ឪពុកគាត់រឿងអ្នកនេសាទនិងបិសាចទឹកក៏បានចប់ត្រឹមនេះ